សួស្តីបងប្អូននិងប្រិយមិត្តទាំងអស់គ្នានៅក្នុងថ្ងៃនេះដែរខ្ញុំនឹងបង្ហាញបងប្អូននិងប្រិយមិត្តទាំងអស់គ្នាអំពីរបៀបនៃការ download និង install នៅកម្មវិធីមួយដែលមានឈ្មោះហៅថា MP3 Take ជាដំបូងបងប្អូនបើកកម្មវិធីអ៊ីនធឺណិតបន្ទាប់មកទៀតបងប្អូនវាយពាក្យថា MP3 Tag បងប្អូន enter វានឹង load ចេញពាក្យថា MP3 Take Download បងប្អូន select យកមកបន្ទាប់មកទៀតបងប្អូនអូសចុះក្រោមបន្តិចនឹងឃើញពាក្យថា MP3 Take V277 Setup បងប្អូន select យកទៀតមករងចាំបន្តិចបាទបងប្អូនពេលនេះវាបាន load មកឲ្យយើងខ្ញុំធ្វើការ download ហើយរងចាំបន្តិចរហូតទាល់តែធ្វើការ download ពេញអូខេបងប្អូននៅពេលនេះកម្មវិធី MP3 Take របស់យើង download បានពេញ 100% ទៅហើយខ្ញុំនឹងធ្វើការ set up បង្ហាញបងប្អូនទស្សនាតែម្ដងនេះបងប្អូនវា load ឲ្យយើង set up តែម្ដងបងប្អូនយក yes បន្ទាប់មកបងប្អូនចុចយក OK next បងប្អូន next ទៀត next finish អូខេពេលនេះកម្មវិធី MP3 Take របស់យើងបានធ្វើការ set up បានជោគជ័យទៅហើយបងប្អូននេះគឺជាកម្មវិធី MP3 Take ដែលខ្ញុំបានធ្វើការ set up បំបញ្ញមិញខ្ញុំធ្វើការបើកបង្ហាញជូនបងប្អូនទស្សនាតែម្ដងហើយចំពោះកម្មវិធីនេះវិញដែរគឺខ្ញុំនឹងធ្វើការបង្ហាញបងប្អូនអំពីរបៀបប្រើប្រាស់គឺយើងអាចប្រើដើម្បីកាត់ text និង album ឬក៏ឆ្នាំនៃចម្រៀងដែលយើងចង់ធ្វើការកាត់ឬក៏អាចដាក់រូបភាពនៅលើចម្រៀងនោះបានពេលនេះខ្ញុំនឹងសុំធ្វើតេស្តអំពីចម្រៀងមួយវល់នេះតែម្ដងដូចជាចម្រៀងវល់នេះបងប្អូនគ្រាន់តែ select ឲ្យទាំងអស់មកបន្ទាប់មកបងប្អូនទាញចូលកម្មវិធីនេះដែលយើងបានធ្វើការបើករួចមកហើយវានឹង load ចេញរូបសំទោសបងប្អូនចម្រៀងមួយនេះអត់មានរូបទេយើងគ្រាន់តែចុចលើពាក្យ delete វានឹងលុបបាត់ទៅខ្លួនឯងតែមិនបាត់នៅទីនេះទេគ្រាន់តែបាត់នៅក្នុងកម្មវិធីតែប៉ុណ្ណោះនេះបងប្អូនបានត្រឹម crush បានត្រឹម វាមានរូបភាពអញ្ចឹងយើងចង់ធ្វើការផ្លាស់ប្ដូរឬក៏វាយឈ្មោះនៅលើកម្មវិធីនេះគឺវាលឿននិងងាយស្រួលនេះគឺវា load ចេញមករូបភាពនៅកន្លែងនេះបងប្អូនអាចធ្វើការលុបឬក៏ធ្វើការ create ចោលទាំងអស់ដោយបងប្អូនយក select យកមកខាងស្ដាំមកហើយលើ select យកពាក្យថា remove take បងប្អូន select យកមកវានឹងទាមទារឲ្យយើងយក yes ហើយ no យើងយកពាក្យថា yes អូខេបងប្អូននៅពេលនេះ take ដែលមាននៅលើនេះដែលគេបានដាក់ពីមុនមកគឺវានឹងត្រូវបាត់ទាំងអស់ហើយបងប្អូនអាចធ្វើការដាក់សារជាថ្មីបាននៅទីនេះពេលនេះខ្ញុំនឹងធ្វើការដាក់បង្ហាញបងប្អូនតែម្ដងបងប្អូន select យកពាក្យនិមិត្តសញ្ញារូបភាពនេះមកនេះ address tag បន្ទាប់មកបងប្អូន select យកនិមិត្តសញ្ញាផ្កាយ add cover តបមកទៀតបងប្អូនអាចដាក់រូបភាពដែលបងប្អូនមានឬក៏នៅលើអ្វី desktop ឬក៏នៅក្នុង drive ដែលបងប្អូនបានផ្ទុកឬក៏ចង់ដាក់រូបភាពអ្វីក៏បានដែរបងប្អូន select យកមកបន្ទាប់មកបងប្អូនចុច OK ពេលនេះកម្មវិធីនេះគឺនឹងធ្វើការដាក់រូបភាពឲ្យយើងផ្ទាល់តែម្ដងទាំងអស់តែម្ដងបាទអរគុណបងប្អូនដែលបានទស្សនាវីដេអូមួយនេះសូមជួយ Subscribe YouTube Channel របស់យើងខ្ញុំដើម្បីទទួលបានវីដេអូថ្មីៗនៅពេលក្រោយទៀត